ដល់ពេលវេលាល្មមបាទអូយព្រោះណាព្រោះ Are you ready បាទចម្លើយមកដល់ហើយអស់លោកស្រីភៀវកិត្តិយសបងប្អូនរួមជាតិជាទីស្រឡាញ់ជាទីគោរពព្រមទាំងជាទីស្នេហាបាទពេលវេលាមកដល់ហើយបងអស់រងចាំប្រហែលជាបានរងចាំជាយូរបាទដូច្នេះដើម្បីគោរពអញ្ជើញដល់សម័យខ្លួនបាទ promoter សិល្បករសិល្បករនីទាំង4រូបហ្នឹងបងរួមជាមួយនឹងភរិយាបងស្រីSamanthaផងដែរបាទសូមគ្រប់អញ្ជើញSamanthaដែលលក់ ticket នៅខាងមុខបាទសូមអញ្ជើញមកលើវេទិកាបាទសូមគ្រប់អញ្ជើញSam Sekឡើងមកលើវេទិកាសូមអញ្ជើញសូមគ្រប់បងហៀងដែល promote ជុំវិញ San Diego ព្រមទាំងពិភពលោកទាំងមូលអញ្ជើញមកដែរបាទសូមគ្រប់អញ្ជើញ Rosa ព្រមទាំងស្វាមី Randy ឡើងមកលើវេទិកាសូមគោរពអញ្ជើញនៅស៊ីនួនដែលនេះជំនាញល្បីឈ្មោះព្រោះស្ដាប់ឡើងលើវេទិកាដើម្បីថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសបាទអស់លោកប្រុងព្រៀបបាទមកដល់ហើយបាទតារាស្អាតជាពិសេសប្តីពីអ្នកគូស្វាមីបាទខ្ញុំបាទមានមោទនភាពនិងកិត្តិយសមកចូលរួមក្នុងកម្មវិធីដ៏សែនរំភើបនៅក្នុងប្រវត្តិសាស្ត្រនៅ San Diego community របស់ខ្មែរយើងនៅ San Diego នេះបាទទាំង5ទាំង6រូបបាទនេះគេហៅ Wonderful Six បាទខំលះបងនៅពេលវេលាដ៏មានតម្លៃបាទសូមនៅកណ្ដាលគេបាទពួកខ្ញុំជាអ្នកគ្រប់គ្រងមកពីក្រុងឡុងប៊ិចទេបាទសូមស្នូទៀតដៃយ៉ាងខ្លាំងដល់សមាជិកទាំង6នេះដែលបានរៀបចំកម្មវិធីនេះដល់ស្វិតស្វាញជាទីបំផុតស្នូទៀតដៃយ៉ាងខ្លាំងបាទឥឡូវនេះខ្ញុំបាទសូមសង្ខេបហើយបន្ទាប់មកក៏សូមប្រគល់មីក្រូហ្វូនជូនដល់បេក្ខជនបេក្ខនារីម្នាក់ដើម្បីអរគុណដល់ភ្ញៀវកិត្តិយសបន្ទាប់មកខ្ញុំបាទនឹង announce the total ចំនួនលុយសរុបដែលកម្មវិធីមូលនិធិយើងជូនដល់កងទ័ពជួរមុខនេះទាំងអស់នៅក្នុងពេលនេះតែម្ដងបាទឥឡូវហ្នឹងសូមអញ្ជើញបងសាមបាទសូមអរគុណដល់ភ្ញៀវបាទសូមអញ្ជើញបាទសូមអរគុណ Private Prano and Sister Hemelina ដែលបានជួយរៀបចំនឹងកម្មវិធី MC ហើយរៀបចំនឹង program ទាំងអស់បាទដែលជួយដល់យើងខ្ញុំបាទនឹងក្រុមកិច្ចការងារសូមអរគុណសូមសម្លេងអរសាទរមួយដល់ Private Prano Sister Hemelina មួយទៀតសូមអរគុណដល់ក្រុមតន្ត្រីក្មួយ William 2.0 ជាយើងអរគុណចាភួយ and បងសុភី Solo បាទសូមអរគុណបាទបន្ទាប់ទៀតមុននឹងខ្ញុំនឹងជូនម៉ាយទៅដល់ភរិយាខ្ញុំហើយនឹងដៃគូខ្ញុំសូមអរគុណទាំងរំដៃ10ពីភ្ញៀវកិត្តិយសទីជិតទីឆ្ងាយដែលបានមកចូលរួមចំណាយដែលមានតម្លៃនៅក្នុងរាត្រីនេះលើកវត្តសាស្ត្រទី1ដែលខ្ញុំបានរៀបចំបាទសង្ឃឹមថាអនាគតទៅយើងរៀបចំទៀតបាទសូមអរគុណសូមអរគុណនេះទៀតឲ្យដល់ក្មួយបងប្រុសស៊ីនួនបាទសូមស្លេងអរសាទរមួយបាទអរគុណដល់បងសេកផងដែរដែលបានរៀបចំកម្មវិធីនេះហើយក្នុងនាមខ្ញុំតំណាងឲ្យSister Rosa ក៏ដូចជា Brother Randy និងបងរៀបចំកម្មវិធីទាំងអស់ដូចលពូហៀងនិងបងទាំងអស់ដែលរួមចំណែកគេហៅថាធ្វើដើម្បីកម្មវិធីសប្បុរសធម៌ខ្មែរស្រឡាញ់ខ្មែរដើម្បីប្រមូលមូលនិធិទៅជួយទៅដល់វីរៈកងទ័ពដែលនៅស្រុកខ្មែរហើយជាលើកទី2សម្រាប់ខ្ញុំបាទដែលបានចូលរួមកាលពីថ្ងៃទី30នៅខែសីហាខ្ញុំក៏បានធ្វើនៅទីក្រុងឡូដាយបាទនៅខាង Stockton ក៏បាន 7,500 ដែរហើយអញ្ចឹងខ្ញុំបាទនឹងត្រៀមថវិកានេះជាមួយនឹង Brother Randy និង Sister Rosa ក៏ដូចជាបង Sam Sek យើងពំនាំអំណោយទាំងអស់នេះទៅផ្ទាល់ទៅដល់ជួរមុខរៀបចំជាកញ្ចប់គ្រប់បែបយ៉ាងដែលពួកគាត់ត្រូវការតាមលទ្ធភាពដែលអាចធ្វើទៅបានក៏ដូចជាថវិកាបន្តិចបន្តួចជូនទៅដល់ដៃវីរៈកងទ័ពដែលគាត់បានបូជាឈាមស្រស់សាច់ស្រស់ក៏ដូចជាពលិកម្មជាមួយនឹងការងារជាតិទាំងអស់គ្នាផងដែរបាទសូមអរគុណបងប្អូនទាំងអស់គ្នាអ៊ំពូមីងលោកតាលោកយាយដែលបានជើញចូលរួមបាទគ្រប់គ្រងបាទស្មារតីខ្មែរស្រឡាញ់ខ្មែរដើម្បីជួយលើកទឹកចិត្តផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពយើងទាំងអស់គ្នាជួយពរឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អជោគជ័យគ្រប់ភារកិច្ចទាំងអស់គ្នា
បន្ទាប់សូមអញ្ជើញបងអូនស្រីរ៉ូសាមានវត្តមានខ្លះអរនិយាយរួចហើយអូ wonderful បាទបើសូមអញ្ជើញបងហៀងបាទបងសូមអញ្ជើញមានប្រសាសន៍ខ្លះៗបាទ បាទអបខ្ញុំបាទជាតំណាងប្រចាំសន្តិហេក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានមកជួយ support ទាំងអស់គ្នាខ្ញុំមានសប្បាយចិត្តណាស់គឺថាមិនភ្លេចគុណបងប្អូនទាំងអស់គ្នាទេបាទគឺថ្ងៃនេះដោយសារតែបងប្អូនទាំងអស់គ្នាដែលបានចេះខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរខ្ញុំសប្បាយចិត្តណាស់រួបប្រៀបធៀបមិនបានទេហើយខ្ញុំមិនអាចបំភ្លេចបានគុណបងប្អូនទាំងអស់គ្នាដែលបានជួយយកនេះថ្ងៃនេះ គឺថាវិការគឺថាទៅដល់កងទ័ពនៅខាងមុខនៅប្រទេសកម្ពុជាយើងបាទក្នុងពេលឆាប់ៗនេះហើយសូមអរគុណបងប្អូនទាំងអស់គ្នាបានសុខសប្បាយរស់ស៊ីមានបានត្រជាក់ត្រជុំក្រុមគ្រួសារទាំងអស់គ្នាទៅណាមកណាជួបតែប្រទេសសក្តីសុខនិងរុងរឿងលុយចូលកាន់តែច្រើនសុខភាពកាន់តែល្អសូមអរគុណបាទ បាទហើយក៏សូមឆ្លៀតឱកាសនេះតំណាងឲ្យអ្នកសិល្បករសិល្បករនីបាទបើសិនជាខ្ញុំបានដល់ទស្សនាមទេសិល្បករប្រចាំនៅទីក្រុងឡុងបិចបាទរៀមច្បងគូសុផាន់ពេជ្រឆាវីនិងសិល្បករសិល្បករនីប្រចាំនៅទីក្រុង San Diego បងអូនវៀនលៀមដែលជាតន្ត្រីករជាសសរទ្រង់សិល្បៈ ក៏ keyboard ដ៏ល្អនៅប្រចាំ San Diego តទៅមុខទៀតបាទព្រមទាំងបងសុគីដែលជាកតាដ៏ល្បីឈ្មោះបាទសូមអរគុណបងដែលបាន volunteer បាទបរិច្ចាគពេលវេលាដ៏មានតម្លៃចូលមករួមដើម្បីលើកតម្កើងលើកស្ទួយសិល្បករនិងជួយរីនៅជាពិសេសបង្កើននៅកម្មវិធីមូលនិធិនេះជួយដល់កងទ័ពរបស់យើងបាទដូច្នេះនាងហេមូលីណាចង់មានប្រសាយខ្លះទេបាទ បាទបងនេត្រាបានចូលថ្មីនេះទៀត$100បាទបូកនឹងបូកចូលនៅក្នុងចំនួនទាំងអស់ឥឡូវហ្នឹងសូមជម្រាបថា donation ទាំងអស់មានលទ្ធផលដូចតទៅបាទលទ្ធផលទី1 donation លើប្រអប់សដែលអស់លោកស្រីបានចូលមកតាមក្រោយមានសទ្ធាតាមក្រោយហ្នឹងមានចំនួនទាំងអស់$3,490 ស្រូវទៅដល់យ៉ាងខ្លាំងបាទឯថ្លៃសម្បត្តិចូលមាត់ទ្វារមានចំនួនសរុបទាំងអស់$3,100 បូកសរុបទាំងអស់ថ្លៃ donation ខាងក្រៅបូកនឹងសម្បត្តិចំនួនទាំងអស់$6,590 មើលទៅដូចជាមិនត្រូវមិនសូវគ្រប់ដូច្នេះបាទភរិយា Randy និង Rosa ដែលជា Extreme Type Company បាទ Extreme Type បើសិនជាអស់លោកស្រីត្រូវការរួចថាដាក់ផ្ទះឲ្យស្អាតអីហ្នឹងបាទសូមជើងទៀតទាំងទៅ Rosa and Randy បាទមិនតែប៉ុណ្ណោះគូស្វាមីភរិយាទាំងគូនេះបានចូលបច្ច័យចំនួន$910 បាទម្ល៉េះហើយចំនួនខ្ញុំបាននឹងសរុបទី1ហ្នឹងក៏សូមឆ្លៀតឱកាសនឹងអរគុណដល់បងឈុននិងភរិយាដែលអញ្ជើញមកពី San Francisco ដែលបានជួយ$1,000 នោះបាទសូមអរគុណដល់បងសូមឲ្យបងទាំងពីររស់ស៊ីមានបានសុខភាពល្អមកមុនណាបងអរគុណបងប្រុសបងស្រីបាទបើយើងបូកសរុបទាំងអស់នេះចូលទៅយើងបានចំនួនទាំងអស់$7,500 បើសិនយើងស្ដាប់ទៅខ្វះប្រហែលជា$2,500 គ្រប់10000បើសិនជាអស់លោកស្រីចង់ចូលមានសទ្ធាចង់ចូលបន្ថែមទៀតកម្មវិធីយើងដល់ម៉ោង12យប់បានជាប់បានម្ល៉េះហើយបើសិនជាអស់លោកស្រីចង់ចូលបច្ច័យទៀតបាទសូមអញ្ជើញឲ្យរីករាយបាទយើងនឹងបូកបញ្ចូលបន្ថែមហើយក៏សូមអភ័យទោសដល់អស់លោកស្រីបាទដែលបានចូលបច្ច័យមានសរសេរឈ្មោះសរសេរចំនួនមានឈ្មោះខ្លះសរសេរឲ្យបានច្បាស់ទេហើយក៏សូមអភ័យទោសអត់បានផ្សព្វផ្សាយឬក៏រៀបរៀងនៅក្នុងពេលនេះទេព្រោះហេតុអីវាចំណាយពេលយូរដូច្នេះចំនួនក្នុងរាត្រីបាន$7,500បាទសូមស្នូទៅដល់យ៉ាងខ្លាំងខ្លាំងបាទនេះគឺជាសទ្ធាដ៏ជ្រាលជ្រៅរបស់អស់លោកស្រីបាទសូមជូនពរជ័យអូឥឡូវហ្នឹងបូកនឹង100មកបងពីនេត្រាក្រោយមិញហ្នឹងបាន$7,600បាទតើមានអស់លោកណាចង់ចូល$2,400ទៀតឲ្យគ្រប់10000ទេបាទ
តែបើសិនម្នាក់ដូចច្រើនពេកបើសុំអញ្ជើញសហការគ្នាចូលគ្រប់បានគ្រប់10000ក៏ល្អដែរបាទដើម្បីឲ្យរ៉ូសាបងសាមរ៉េនឌីព្រមទាំងនៅស៊ីនួននឹងយកថវិកាចំនួនទាំងអស់នេះយកទៅជូនដល់កងទ័ពជួរមុខដោយ1រៀលក៏មិនគិតដែរសំបីតែថ្លៃសម្បត្តិថ្លៃគេងហូតែលការចំណាយតាមផ្លូវនេះគឺចេញពីកប៉ៅដោយផ្ទាល់ខ្លួនឯងផ្សេងទៀតបាទប្រហែលសូមស្នើទៅដល់យ៉ាងខ្លាំងបាទសូមអរគុណបាទសូមអរគុណម្ល៉េះហើយក្នុងរាត្រីនេះបើសិនដូចខ្ញុំជម្រាបចឹងបើសិនជាលោកស្រីចង់មានសទ្ធាចង់ចូលបច្ច័យបន្ថែមទៀតបាទសូមអញ្ជើញដោយរីករាយបាទកុំរាកុំអអន់ចិត្តកុំ hesitate ទេបាទសូមអញ្ជើញបាទកុំខ្មាស់អៀនបាទហៀបលីណាតាកុំខ្មាស់អៀនបាទថានេះជាលទ្ធផលយើងបច្ចុប្បន្នបាទបន្តិចទៀតយើងនៅទទួលថវិកាបន្តទៀតតែបើបានប៉ុណ្ណាគឺយើងទទួលប៉ុណ្ណឹងតែអ្វីដែលយើងប្រកាសនេះគឺលទ្ធផលជាក់ស្ដែងប៉ុណ្ណឹងសិនបាទអញ្ចឹងសូមសួរថាតើពេលណាដែលមានបំណងទៅដែរបាទពេលណាដែរដែលបំរុងទៅយុទ្ធជូនបន្តនឹងពួកខ្ញុំទៅក្នុងខែ12ថ្ងៃទី19 18ពួកយើងនឹងទៅចែកផ្ទាល់ដល់ជួរមុខហើយបាទខែ12កក្កដាខែ12បានន័យថាពីឥឡូវទៅនឹងប្រហែលជា2ខែជាងបើសិនជាលោកស្រីចង់ចូលបច្ច័យតាមនឹងបាទសូមអញ្ជើញទាក់ទងទៅរ៉ូសាសាមនឹងនៅស៊ីនួននឹងបោកបន្ថែមឲ្យគ្រប់ពី30000ហ្មងតែម្ដងបាទសូមអរគុណដូច្នេះសូមអញ្ជើញសប្បាយតទៅទៀតបាទសូមអរគុណសូមកុំភ្លេចបាទជាវបាទជាអនុស្សាវរីយ៍ដើម្បីយកថវិកានឹងបោកបន្ថែមចូលទៅ